សូមគោរពសូមជម្រាបសួរបងប្អូនថ្ងៃនេះបានមកជួប Channel ខ្ញុំបាទសារជាថ្មីម្ដងទៀតណាបងប្អូនណាហើយបានយកចំណេះដឹងមួយមកចែកចម្លែកបងប្អូនផងដែរហើយចំណេះដឹងនៅទៀតសោតគឺតកតងនឹងការយើងយកវត្ថុអីមួយមកបិទមុខរបស់យើងឬមុខនរណាម្នាក់កុំឲ្យគេស្គាល់ជួនកាលទៅអ្នកដែលដូចជាខាងអ្នកកសែតអ្នកអីដែលគេថតមនុស្សគ្រោះថ្នាក់ចរាចរណ៍ឬក៏ដោយឧបទ្ទវហេតុផ្សេងដែលមានឈាមមានអីហ្នឹងគឺគេបិទហើយគេបិទមុខគេបិទអីចឹងបិទឈាមណាកុំឲ្យឃើញណាហើយបើសិនតែយើងអត់បិទទេវាអាចនឹងហានិភ័យដល់ Facebook របស់យើងឬក៏ YouTube របស់យើងអាហ្នឹងគេអត់ឲ្យឃើញទេបងប្អូនណាហើយណាមួយទៀតគឺមុខរបស់យើងមុខរបស់គេក៏គេបិទគេអត់ឲ្យឃើញទេបងប្អូនណាមានឈាមមានអីហ្នឹងអាហ្នឹងសិតតែហានិភ័យដល់ Facebook របស់យើង YouTube របស់យើងឬក៏ប្រព័ន្ធអីផ្សេងដូចជា TikTok អញ្ចឹងបងប្អូនឥឡូវកុំឲ្យខាតពេលយូរបងប្អូនឥឡូវខ្ញុំធ្វើវីដេអូនេះគឺនៅក្នុងកម្មវិធី InShot បងប្អូនណាហើយបើសិនជាបងប្អូនអត់មានកម្មវិធីហ្នឹងទេបងប្អូនអាច down បាននៅក្នុង Play Store សម្រាប់ Android បងប្អូនសម្រាប់ Android ហើយសម្រាប់ App Store គឺ iOS ខាង iPhone ណាបងប្អូនឥឡូវបងប្អូនចូលមក down មកចូលមក Play Store មកបងប្អូនចុចកន្លែង search ហ្នឹងមកកន្លែង search ហើយបងប្អូនយកកន្លែង search ទៀតមកដើម្បីចុចដើម្បីសរសេរដាក់ InShot ហ្នឹងមកនេះ InShot នេះ InShot ក្រោមគេបងប្អូន INSHOT បងប្អូនចុចវាមកវាលោតកម្មវិធីហ្នឹងមកបងប្អូនណានេះកម្មវិធីក្រោមគេនេះ InShot Video Editor ប៉ុន្តែកម្មវិធីហ្នឹងវាឲ្យខ្ញុំអាប់ដេតប៉ុន្តែខ្ញុំមិនទាន់អាប់ដេតទេបងប្អូនខ្ញុំបែកថយក្រោយវិញដើម្បីចូលក្នុងកម្មវិធីហ្នឹងឥឡូវចូលមកកម្មវិធី InShot បងប្អូនណាចូលកម្មវិធី InShot យើងមកបន្តមកទៀតបងប្អូនយកphoto ចុច photo មកបន្តមកយក new ទៀតយក new ហើយយើងត្រូវយករូបភាពមួយបងប្អូនដើម្បីយើងយកមកបិទមុខរបស់យើងបងប្អូនបិទមុខឥឡូវខ្ញុំយករូបភាពខ្ញុំផ្ទាល់ហ្មងបងប្អូនណានេះខ្ញុំយកចុចអានេះមួយមកបងប្អូនណាឥឡូវខ្ញុំបិទរូបរបស់ខ្ញុំដើម្បីកុំឲ្យគេស្គាល់បងប្អូនវាមកបងប្អូនចុចពាក្យថានេះ sticker បងប្អូន sticker យកពាក្យ sticker ហ្នឹងមកឥឡូវបន្តមកទៀតបងប្អូនរើសយករូបអីក៏ដោយបងប្អូនណារូបស្អីផ្សេងរូបផ្សេងណ៎ឥឡូវខ្ញុំយកនេះចុះបងប្អូនណាមានសញ្ញាអីគេច្រើនណាសញ្ញាផ្កាយឬក៏សញ្ញាអីផ្សេងបងប្អូននេះឥឡូវខ្ញុំយកនេះមួយបងប្អូនណាហើយបន្តមកយើងចុច text ឥឡូវវាអត់តាន់ឲ្យទេបងប្អូនចូលម្ដងទៀតមកហើយខ្ញុំយកឥឡូវខ្ញុំយករូបនេះចុះបងប្អូនយកសញ្ញារូបផ្កានេះចុះហើយបន្តមកយើងចុច text វាមកបងប្អូនណាឥឡូវយើងយកមកចុចបិទវាមកបងប្អូនបិទវាមកបងណាឃើញតែគេអត់ស្គាល់ទេបងប្អូនណារូបភាពឬក៏យើងយកតែមួយក៏បានដែរបងប្អូនយកមួយសិនមកយកមួយយើងចុច sticker ហើយបន្តមកទៀតបងប្អូនយកសញ្ញានេះវងមូលនេះបងប្អូនហើយបន្តមកយើងចុច text បងណាហើយយើងទាញវាមកអាហ្នឹងក៏តែមើលដូចត្រៀមស្គាល់បងប្អូនឥឡូវយើងយកមួយទៀតមកយើងចុចសញ្ញា sticker យើងយកសញ្ញាភ្លើងនេះក៏បានដែរបងប្អូនណាហើយយើងយកភ្លើងនឹងមកដើម្បីយើងយកមកបិទវា
បងប្អូនបិទយកសញ្ញានេះក៏បានដែរបងប្អូនណាហើយបន្តមកទៀតយើងបិទវាបងប្អូនយើងដាក់តែប៉ុណ្្នឹងមកគឺគេមើលអត់ឃើញទេបងប្អូនគេមើលអត់ឃើញទេនឹងគេមើលអត់ស្គាល់បងប្អូនហើយបន្តមកទៀតយើងចុចថិចមកឃើញទេបងប្អូនឃើញវាបាត់រូបយើងបាត់ទៅគេមើលអត់ស្គាល់ទេបងប្អូនណាហើយបើសិននេះយើងបងប្អូននេះអាចដាក់បន្តិចទៀតមកអាហ្នឹងគឺមើលអត់ស្គាល់ទេបងប្អូនគឺយើងបានបិទមុខហើយចឹងយើងអាចយើងមើលអត់ស្គាល់ទេរូបហ្នឹងបងប្អូនដឹងតែរូបពីណាពីណីទេបងប្អូនណាហើយបន្តមកទៀតបងប្អូនចុច export វាមកដើម្បី save រូបនឹងទុកបងប្អូនណាចុច export មកហើយយើងបិទវិញបិទកម្មវិធីនឹងតើយើងទៅឆែកមើលនៅក្នុង photo របស់យើងបងប្អូនណាកន្លែង photo ឃើញទេបងប្អូនណាចឹងយើងយករូបផ្សេងយក sticker យកមកដាក់ជាមួយនឹងរូបយើងដើម្បីកុំឲ្យគេមើលឃើញបងកុំឲ្យគេស្គាល់បងប្អូនណាអញ្ចឹងមើលមិនស្គាល់ទេមិនចាប់អារម្មណ៍ថាដឹងរូបពីណាពីណីទេបងប្អូនណាអាហ្នឹងគេបិទចឹងបងប្អូនបិទចឹងហើយចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាសូមអរគុណនិងសូមជម្រាបលា